នេះបាទនេះគឺជាសកម្មភាពនៅក្នុងការធ្វើស្រែពូជគំរូមួយគឺស្រូវនេះគឺធ្វើនៅតំបន់ទេសចរបាទនៅតំបន់បាគងភូមិខ្ញុំបាទដែលយើងបានប្រើពូជអឺវិញ្ញាបនបត្រតែម្ដងពូជគ្រឹះគឺពូជចំបៃស70បាទស្រូវនេះគឺយើងព្រោះយើងយកមកដាំបាទនេះគឺជាស្ថានភាពនៅពេលដែលយើងបានដាំរួចរាល់ហើយគឺមានសភាពបែបនេះបាទបងប្អូនទាំងអស់គ្នាសម្រាប់ការធ្វើនេះគឺយើងបានចម្រាញ់យ៉ាងផ្ចិតផ្ចង់នៅក្នុងការធ្វើហើយជាពិសេសអ្វីដែលយើងនឹកស្មានមិនដល់គឺតំបន់នេះជាតំបន់ទេសចរហើយបានយកស្រូវពូជខ្មែរសុទ្ធយកមកធ្វើហើយមិនមែនយកមកស្ទូងយកមកទេគឺយកមកដាំដូចបានឃើញនៅក្នុងវីដេអូនឹងចឹងបាទហើយបន្ទាប់ពីយើងដាំរួចបាទស្រូវយើងគឺចាប់ផ្ដើមបាទយើងប្រើជីបាទដាក់ទឹកយើងបានជីបាទហើយស្រូវនេះដែលមានសភាពល្អដូចអ្វីដែលបានបងប្អូនបានឃើញនេះដោយសារតែយើងបានបាទជីម្ដងរួចហើយជីដែលយើងបានដាក់ចូលនោះក៏ជាជីពិសេសដែរបាទយើងប្រើប្រភេទមេជីម្សៅវីតាមុនដើម្បីយើងលាយជាមួយនឹងជីដើម្បីធ្វើការបាចហើយសូមបញ្ជាក់ថាដីនេះគឺជាប្រភេទដីលបាយខ្សាច់ហើយដីហាប់ណែនមែនតើតែដោយសារតែយើងប្រើមេជីម្សៅលាយនេះបាច់ទៅនេះបានឃើញថាស្រូវយើងគឺបែកគុំល្អហើយស្រូវនេះគឺអាយុមកដល់ពេលនេះគឺអាយុ30ថ្ងៃបាទហើយរឿងដែលយើងនឹកស្មានមកដល់បងប្អូនទាំងអស់គ្នាមកក៏លេចមើលជាមួយខ្ញុំនេះបាទនិយាយពីប្រព័ន្ធរឹសបាទឃើញថាពេលដែលយើងបានប្រើមេជីវីតាមុននេះយើងមើលឃើញថាប្រព័ន្ធរឹសស្រូវគឺខ្លាំងមែនតើបាទនេះវីដេអូមួយនេះគឺខ្ញុំជាអ្នកថតផ្ទាល់បងប្អូនទាំងអស់គ្នាអាចមើលនេះបាទគឺរឹសស្បាយនៃស្រូវហ្នឹងគឺវែងសឹងតែស្ទើរតែស្មើជាមួយនឹងដើមស្រូវទៅហើយបាទនេះគឺពិតតែម្ដងបាទអញ្ចឹងអ្វីដែលយើងបានពិសោធន៍បានធ្វើគឺឃើញថាមានលទ្ធផលហើយមិនតែប៉ុណ្្នឹងទេខ្ញុំក៏បានចុះផ្ទាល់នៅក្នុងស្រែបាទយើងបានចុះទៅមើលស្ថានភាពជាក់ស្ដែងនៃការបង្ហាញបាទស្រែនេះគឺជាមែនតើវាជាប្រភេទទួលទេតែយើងជារង្វង់មូលតែក្រុមការងារខ្ញុំដែលធ្វើពិសោធន៍នេះគឺគាត់បានចែកវាជា4ជ្រុងបាទជា4ជ្រុងហើយយើងធ្វើនេះក៏គោលដៅយើងលើកកម្ពស់នៅពូជនៅក្នុងស្រុករបស់យើងបាទប្រភេទគេហៅថាពូជចំបៃស70ណាបាទអញ្ចឹងអរគុណបងប្អូនអរគ្នាណាបើសិនជាចង់បានឲ្យស្រូវល្អហើយប្រើជីទៅចំណាយថ្លៃដើមអស់តិចស្រូវខៀវបានយូរលូតលាស់បានល្អបាទខ្ញុំមានរូបមន្តពិសេសគឺមេជីវីតាមុនដែលជាប្រភេទម្សៅយើងអាចលាយជាមួយនឹងជីគ្រប់ជីទូទៅបានជួយឲ្យដំណាំរឹសវែងបាទខៀវបានយូរកាត់បន្ថយជីបាទអញ្ចឹងសម្រាប់ពលចង់បានអាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើបាទសូមអរគុណសូមជម្រាបលាបាទ